ដៅកកក្រសួងការពារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីថៃយកលេសរឿងជនជាតិចិនជន់មានផ្ទុះប្តឹងទៅកាន់ស្ថានទូតនិងចោទប្រកាន់មកកម្ពុជាថានៅតែបន្តដាក់គ្រាប់មីនថ្មីលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ជូននៅករណីនៃការផ្ទុះមីនដែលជនជាតិចិនបានជន់នៅតំបន់ព្រំដែនកម្ពុជាថៃដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដូចខាងក្រោមយោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី5នៃកងយោធពលខេមរៈភូមិន្ទបានឲ្យដឹងថាកាលពីវេលាម៉ោង 3:20 នាទីទៀបភ្លឺថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025កងការពារព្រំដែនលេខ503របស់កម្ពុជាដែលឈរជើងនៅក្នុងភូមិសាស្ត្រភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន1គ្រាប់ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចំការមីនរបស់កម្ពុជាដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយជនជាតិចិនឈ្មោះស៊ីជីងហ្គូកាន់លិខិតឆ្លងដែនលេខ23 56 97 52និង63ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជន់មីននោះត្រូវបានក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍នោះឡើយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធនៅការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃក្រសួងការពារជាតិសូមគូបញ្ជាក់ថាប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិនិងមិនដែលដាក់មីនថ្មីនោះទេលើសពីនេះប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោះសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាមដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរពាក់ព័ន្ធទៅនឹងការដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជាថៃក្រុមការងាររបស់អង្គភាពស៊ីម៉ានិងធីម៉ាក្នុងនាមជាសេនាធិការឲ្យក្រុមការងារ JCTF បានចុះទៅសិក្សាវិតម្លៃនិងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អតិភិបនៅព្រំដែនដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ក្នុងន័យនេះភាគីកម្ពុជាជំរុញឲ្យភាគីថៃអនុវត្តឲ្យបានម៉ឺងម៉ាត់នៅកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែនត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបន្តបដិញ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងភាពជាអ្នកជិតខាងល្អជាមួយថៃនិងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននៅសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានគួរជម្រាបជូនដែរថាការប្រឌិតរឿងច្រំដែលមិនចេះចប់មិនចេះហើយរបស់ថៃភ្លាមក្រោយពីហេតុការណ៍ជន់មីនផ្ទុះដាច់ជើងរបស់ជនជាតិចិនម្នាក់នៅបានដងច័ន្ទយោធាថៃបានរាយការណ៍ទៅកាន់ស្ថានទូតចិននិងបានចោទប្រកាន់មកកម្ពុជាជាសាធារណៈថានៅតែបង្កើនការដាក់បង្កប់មីនថ្មីជាបន្តនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃខាវសុតកាលពីរសៀលថ្ងៃសៅរ៍ទី29ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោកវិនថៃស៊ូរីបានធ្វើសេចក្តីថ្លែងការណ៍នៅចំពោះមុខអ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងករណីជនជាតិចិនម្នាក់បានលួចឆ្លងដែនពីកម្ពុជាចូលទឹកដីថៃដោយខុសច្បាប់និងបានជន់មីនផ្ទុះដោយធ្វើការរិះគន់កម្ពុជាថាមិនបានអើពើ
នឹងមិនសហការជាមួយថៃក្នុងការដោះមីនទើបបណ្ដាលឲ្យប៉ះពាល់ទៅដល់សុវត្ថិភាពសាធារណៈបន្ថែមពីលើការអត្ថាធិប្បាយរបស់ខ្លួនលោកវិនថៃស៊ូវរីបានអះអាងថាតំបន់ដែលកើតហេតុផ្ទុះមីនកាលពីព្រឹកមិញនេះគឺស្ថិតនៅចំណុចព្រំដែនក្បែរភូមិនងច័ន្ទខេត្តស្រះកែវប្រទេសថៃហើយលោកថែមទាំងបានសង្កត់ធ្ងន់ថាតំបន់នោះគឺជាតំបន់ដែលយោធាថៃកំពុងធ្វើការបោសសម្អាតមីនជាច្រើនត្រូវបានរកឃើញនៅទីនោះនៅក្នុងប្រតិបត្តិការកន្លងមកអ្នកនាំពាក្យកងទ័ពភូមិន្ទថៃរូបនេះបានសន្មតថាដូច្នេះវាច្បាស់ណាស់ថាកម្ពុជាបានដាក់មីនថ្មីជាបន្តបន្ទាប់នៅតាមបណ្ដោយព្រំដែនដើម្បីរារាំងការងាររបស់អាជ្ញាធរថៃនិងធ្វើឲ្យប៉ះពាល់ទៅដល់ជនស៊ីវិលមិនត្រឹមតែនៅទីតាំងទាំងនេះប៉ុណ្ណោះទេប៉ុន្តែតាមបណ្ដោយព្រំដែនថៃកម្ពុជាទាំងមូលតែម្ដងជាមួយគ្នានេះស្ថានទូតចិនប្រចាំនៅទីក្រុងបាងកកប្រទេសសៀមនៅមុននេះបន្តិចបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថាតាក់ទងទៅនឹងហេតុការណ៍ជនជាតិចិនបានជន់មីនរងរបួសនៅតំបន់ព្រំដែនកម្ពុជាថៃដែលត្រូវបានរាយការណ៍នៅថ្ងៃទី29ខែវិច្ឆិកានេះថាចិននឹងធានាផ្ដល់ការថែទាំផ្នែកវិទ្យាសាស្ត្រព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ថៃដើម្បីផ្ដល់ជំនួយចាំបាច់ដល់អ្នករងរបួស